រៀបចំ content ទៅជា5ផ្នែកផ្នែកទី1និយាយពីអីផ្នែកទី2និយាយពីអីផ្នែកទី3និយាយពីអីផ្នែកទី4និយាយអីផ្នែកទី5និយាយពីអីឃើញទេពេលហ្នឹងយើងខ្លាចពីតតិពលណាហើយជំនាញទី3យើងចាប់ដើមសេទៅចាប់ដើមចំណុចសំខាន់ណាយើងអានរបស់គេយើងដកស្រង់ចេញពី original source យកមកធ្វើ paraphrase ដាក់អីទៅអញ្ចឹងដំបូងយើងប្រមូលឯកសារយកមកហើយ review វាមើល highlight សិនទៅព្រោះអត្ថបទតាមមើលទៅល្អជក់ចិត្តវាកាន់ឲ្យស៊ីជំរឿទៅនឹងសាច់រឿងនៃប្រធានបទយើងអានឲ្យច្រើនតិចទៅយើងយល់សាច់រឿងយើងមករៀបចំវេទិកាយើងរៀបចំ structure តើ research យើងគោលបំណងយើង research លើចំណុចនេះអញ្ចឹងយើងត្រូវរៀបចំ content ទៅវេទិកាតមកយើងចាប់ដើមអានហើយយើងដកស្រង់ quote សម្ដីអ្នកនិពន្ធយកមកទៅសេយកមកធ្វើ paraphrase ទៅនេះជំហានដែលត្រូវធ្វើ literature review ជឿមានប្រាក់តិចរបស់គេក្នុងការស្ដីឬស្ដីបែបជាសាមញ្ញពេកទេនេះជាការរៀបចំទូទៅនៃការសេ literature review យើងមើលរបស់យើងដែរមើលសួរលោកបងនៅចិត្តហ្នឹងឯងនៅចិត្តថៃមកដល់ហើយ research design ខ្ញុំធ្លាប់បញ្យល់យើងម្ដងហើយណែខ្ញុំដល់តាម marketing research ទៅដល់នេះដល់ពេលប្រាប់ព្រោះ research អ្នក research ដែលដើរផ្លូវខុសៗគ្នាអ្នកខ្លះ research design គាត់ដើរផ្លូវគុណវិស័យអ្នកខ្លះដើរផ្លូវបរិមាណវិស័យអ្នកខ្លះដើរផ្លូវ mix វេសូតអីចឹងទៅអញ្ចឹងវាមានផ្លូវច្រើនផ្សេងគ្នាណាឥឡូវការរៀបចំហើយពេលយើងសេយើងទៅបញ្យល់គេដែរទេចឹងយើងមើលអត្ថបទស្រាវជ្រាវបានច្រើនតិចយើងយល់របៀបគេសេហើយក្នុងការរៀបចំយើងមើលពីកាលបវត្តទិសដីនៃគេសេ chronological នឹងថែមដូចជាកាលបវត្តចឹងណាចង់មានន័យថាយើងរៀបចំតើយើងត្រូវយកទ្រឹស្ដីមកសេគូយកឆ្នាំណាជាទូទៅទ្រឹស្ដីដែលយើងយកមកសេច្រើនតែគេសេហើយច្រើនជារឿងអតីតកាលទេតែគាត់សេ10 20ឆ្នាំមុនការបរិច្ឆេទការបវត្តនឹងយូរប៉ុន្តែយើងព្យាយាមភ្ជាប់រឿងចាស់ហ្នឹងមករឿងបច្ចុប្បន្នច្រើនគេថា past to present past to current situation ចឹងព្យាយាមរកអត្ថបទស្រាវជ្រាវណាដែលយើងសូមមកបញ្យល់ប្រាប់គេរកអណៃថ្មីតិចសម្រាប់ថ្នាក់យើងនិយាយអស់ទៅត្រូវការទ្រឹស្ដីថ្មីតិចហើយតែមិនមែនអត់ចាស់បានទេមានខ្លះទៅពួក marketing វាលើទ្រឹស្ដី update ច្រើនมันអាចធ្វើ traditional marketing ដូចមុនបានទេចឹងយើងរកអាណាត្រឹម 3-4 ឆ្នាំមុន 2-3 ឆ្នាំមុនមនុស្សសេ2026រណាសេ2025កាត់ដល់ល្អព្រោះនេះមានទ្រឹស្ដីបច្ចុប្បន្នភាពដែលយើងចង់ដឹងណានេះរបៀបរៀបចំទ្រឹស្ដីជាទូទៅឯណាហើយគូដឹកនាំខ្លះសាលាខ្លះគេកម្រិតណាអូប្រធានបទយើងនេះរកទ្រឹស្ដីតាំងពី3
ពេចឆ្នាំមុនបានយកអត់សេ2021យក2020មកក៏អត់យកខ្លះតែយក2024 25 26ព្រោះរឿងរបស់គាត់នឹងថ្មីសិត AI សិតពីណាយកទ្រឹស្ដីតាំងឆ្នាំ1980មក80เป็น AI ដែរចេញមកស្ដាប់មើលទៅចង់ឈិតគេផងហ្នឹងមួយទៀតយើងមើលរឿង topic semantic ឬក៏ topic នេះជាការរៀបចំ literature review ពេលខ្លះផ្សេងមែនតើណាតែចឹងបានសើអ្នកសេមកបាត់អត្ថបទស្រាវជ្រាវមួយរបស់ពុំគាត់ចំណាយពេលហ្នឹងតោះ5 ខែមិនតបានអត្ថបទរបស់ពុំមួយ5ឆ្នាំគ្រូមួយឆ្នាំតបានរបស់ពុំមួយសេមួយគាត់ផ្ញើផនបានរបស់ពុំមកដើរមកឆាកមកហើយហ្នឹងក្លេចមកចឹងពេលសេអាកែងស្អីគេក្នុងការរៀបចំទស្សន័យយើងមើលវិធានហើយមើលអត្ថបទស្រាវជ្រាវរបស់គេបងនៅបុកស្អីគេកែងផុសមើលអត្ថបទស្រាវជ្រាវរបស់គេជុំវិញវិធានបទយើងទៅដល់ខ្លះញែកយើងទៅញែកដែរអត្ថបទខ្លះអ្នកសេនៅក្នុងប្រទេសអភិវឌ្ឍពេលទ្រឹស្ដីគាត់សេមកជាមួយប្រទេសអភិវឌ្ឍដូចជាអាមេរិកដូចជាបារាំងអូស្ត្រាលីហ្នឹងណាសិង្ហបុរីហ្នឹងសប្រទេស develop country តើអ្នកសេជុំវិញប្រទេសតំបន់យើងហ្នឹងក្នុងប្រទេសអភិវឌ្ឍគឺគាត់លើកយកមិនខ្លះមាន challenge អីមាន solution អីខ្លះមានបញ្ហាប្រឈមអីខ្លះមានដំណោះស្រាយគឺលើកមកចុះប្រទេសកំពុងអភិវឌ្ឍដូចជានៅវៀតណាមនៅឡាវអីហ្នឹងទីនៅអាស៊ីនៅអឺរ៉ុបនៅអាហ្វ្រិក developing country មានអ្នកសេជុំវិញរឿងនោះទេហើយគេសេទៅមាន challenge អីខ្លះមាន solution លើកមកនិយាយរំលេចឲ្យគេឃើញគាត់របស់ស្រាវជ្រាវខ្លះគេរំលេចឲ្យឃើញបងដូចគ្រូមើលម្សិលមួយថ្ងៃគាត់ជាសិស្សអូនគ្រូប៉ុន្តែលើគ្រូហៅគាត់ជាគ្រូដែរព្រោះគាត់គ្រូចូល train មួយគាត់នៅឧត្តមសិក្សាគាត់សេ literature គាត់រំលេចតាំងពីប្រទេសនៅប៉ែកខាងត្បូងប្រទេសនៅប៉ែកខាងជើង North country ណាគាត់លើករំលេចឲ្យឃើញបងថាប្រទេសនៅតំបន់នេះចេះទីនៅតំបន់នោះចេះយើងមើលអាចរំលេចចេញទៅមកជាប្រទេស develop country និង develop ឧបធម្មតាណាសរសេរប្រហែលណាយើងសរសេរពីរឿងការផ្សព្វផ្សាយនេះការផ្សព្វផ្សាយក្នុង develop countries វាអាចខុសគ្នាខ្លះដែរណានៅក្នុងការផ្សព្វផ្សាយក្នុងប្រទេស developing country ហើយសូមយើងឲ្យបើប្រើ app អីហ្នឹងយើងចូលចិត្តណា Telegram សូមយើង popular ដូចនៅអាមេរិកនៅអឺរ៉ុបមួយចំនួនគេចូលចិត្ត WhatsApp គេចូលចិត្ត Instagram ឯណាច្រើនដូចហ្នឹងគឺខុសគ្នាអញ្ចឹងយើង Facebook ហើយ Telegram នោះ popular អញ្ចឹងយើងគិតតែយើងវិភាគដល់រឿង topic យើងថាតើមានអ្នកប្រមាណទៅសេ developing country developing គឺអត្តន័យនៃការសេមកយើងប្រុងព្យាយាមថាស្អីជាដំណោះស្រាយនៃការសេរបស់គេស្អីជា challenge នៃការសេរីសេរបស់គេនេះគឺទូស្គាល់ថាតែខ្លះសេទ្រឹស្ដីគាត់ផ្អែករៀបទៅលើហ្នឹងមួយទៀតគាត់រៀបនៃការសេទ្រឹស្ដីផ្អែកទៅលើវិធីសាស្ត្រស្រាវជ្រាវមកហើយរំលេចឲ្យគេឃើញដែរលោកគាត់ research បែបបរិមាណវិស័យគាត់ក៏បានរកឃើញថាចេះរំលេចពលរំលឹកទស្សនៈកន្លែងណាក៏យើងយកបានដែរយើងយកពី abstract ក៏បានយើងយកពី introduction យើងយកពី literature review របស់អ្នកនឹងយើងរកឃើញពីយកចេញពី finding របស់អ្នកនឹងយកឃើញពីរកចេញពី recommendation របស់
អ្នកហ្នឹងមកអូម៉ាយើងគ្នាយើងមើលអត្ថបទមួយរបស់លោកសុខេចឹងក្នុងអត្ថបទគាត់ក៏មានទាំង abstract មានទាំង introduction មាន literature review មានវិធីសាស្ត្រស្រាវជ្រាវមានវិភាគទិន្នន័យ finding មាន conclusion recommendation ចឹងយើងអាចយកកន្លែង abstract គាត់ក៏អាចយកបានយកកន្លែងគាត់ say introduction ក៏អាចយកបានយកកន្លែងគាត់ say literature review ក៏អាចយកបានយកកន្លែង finding discussion ក៏យកបានយកកន្លែង conclusion recommendation ក៏យកបានប៉ុន្តែយកចេញពី original word original meaning original finding កុំប្រើ cross reference គឺយើងយកចេញពីលោកហេប៉ុន្តែយកអាណាជាអត្ថន័យដើមរបស់លោកហេណាហើយការរៀបចំ center ដែលយើងlike Methodist យើងបង្ហាញប្រាប់គេដែរអូអ្នកស្រាវជ្រាវនេះគាត់ស្រាវជ្រាវបែបបរិមាណវិស័យហើយក៏បានរកឃើញទៅចឹងអូអ្នកស្រាវជ្រាវនេះគាត់រកឃើញបែបគុណវិស័យគាត់ research method គាត់បែបប្រើគុណវិស័យទេលទ្ធផលនៃការរកឃើញគាត់បង្ហាញមកចេះឬក៏ប្រើ mix method ណា mix method យ៉ាងដែរប្រើទាំងពីរចឹងអ្នកខ្លះសេទ្រឹស្ដីគាត់រៀបចំមើលទៅលើវិធីសាស្ត្រស្រាវជ្រាវរបស់អ្នកនិពន្ធនឹងទៀតតើអ្នកនិពន្ធប្រើបរិមាណវិស័យគាត់រកឃើញថាម៉េចទ្រឹស្ដីថាម៉េច finding គាត់ម៉េចអ្នកនិពន្ធមកក្រុមទៀតតែគាត់រកឃើញ10 20អ្នកដែលរកឃើញគុណវិស័យប្រើវិធីសាស្ត្រគុណវិស័យគាត់រកឃើញថាហើយយើងបានហ្នឹងយើង composition យកមកសេចូលបាច់ចឹងអ្នក research ខ្លះគាត់ប្រើរៀបចំប្រើទី1ប្រើ develop in country develop country ប្រើវិធីសាស្ត្រឬ combine ទាំង3នឹងចូលគ្នាក៏ល្អដែរតែយើងបើធ្វើជា thesis យើងប្រើទី1ទៅក៏បានដែរអីទេយើងព្យាយាមរកទ្រឹស្ដីដែលអ្នកសេមុននឹងយកមកហើយយើងធ្វើយក paraphrase សេចូលបាច់យើងតែបើសេតបត់បោះពុំទស្សនាវដ្តីល្បីអីតែខ្លះគេ combine ទាំងអស់នោះ thematic ក៏ប្រើជាវិធានបទក៏ប្រើជាការបប្រវត្តិក៏ប្រើជាវិធីសាស្ត្រស្រាវជ្រាវក៏ប្រើមានការសេអត្ថបទស្រាវជ្រាវបោះពុំក្នុងទស្សនាវដ្តីផ្សេងៗគឺ combine mix up ពី1ដល់3ចូលតែសម្រាប់សេសារណាគឺច្រើនភាគច្រើនគឺសេអាផ្នែកទី1ទៅរកអត្ថបទស្រាវជ្រាវឆ្នាំ2020 2000យកមកទៅយើងសម្បារាអីទៅហើយយើងយកមកសេចុះនេះជាតិចមួយនៃការស្វែងរកទ្រឹស្ដីយើងយកមកទៅសេដែរចឹងនេះគ្រូបានប្រាប់ហើយគឺបាច់មានទៀតទេចឹងការទៅសេអត់អីនៅមើលឃើញនៅលឺអត់អីទេយើងណាអីណានៅលើគ្រូបាទចឹងរឿងទៅសេថៃស្រីរបស់យើងវាអត់ផុតពីចំណុចប៉ុណ្ណឹងទេចឹង abstract ត្រូវតែមាន introduction គ្រូណែនាំហើយលើចូលផ្នែក literature អាម៉ាទេគ្រូនិយាយចឹងជា outline នៃការសេជាអត្ថបទស្រាវជ្រាវជា thesis អីគឺអត់ចោលអស់នឹងហើយសេ abstract គ្រូយល់តិចចុះមកដល់ហ្នឹងហើយចឹង outline នៃការសេសភៅយើងត្រូវមាន abstract ដែរណាមាន abstract យើងហៅថាមូលន័យសង្ខេប introduction ជំពូក1 literature review ជំពូក2 research methodology ជំពូក3 finding and discussion អានឹងយកជំពូកទៅហើយ conclusion នេះជំពូក5នៅក្នុងការសរសេរតែថ្ងៃនេះយើងលើកយកតែរឿង literature review ទេតែ introduction ប៉ុន្តែគឺលេង abstract សេ abstract មានតែ4ផ្នែកទេទៅសេទី1យើងប្រាប់ពី background ទៅឡងនៃការសេអានេះ
គេកាត់ឡាស់មួយបានទីផ្សេងមកទំព័រពីទំព័រមកហើយអានោះគឺសេមួយពី4នៃទំព័រឬមួយពី2នៃទំព័រច្រើនពេកអត្ថបទស្រាវជ្រាវតែតម្រូវឲ្យយើងសេតែ300ពីទេ300ពី3000ពី300តែសេច្រើនទេចឹងទី1បង្ហាញ background ឬសារៈសំខាន់ពីរបស់យើងតិចទៅបំណងឬការអានឹងហើយយើងមើលគំរូវាសេទៅចូលដល់ Google Scholar បាយអត្ថបទស្រាវជ្រាវពីរបស់យើងទៅគេមានសេអក្សរឲ្យយើងទី2សេសំខាន់ពីវិធីសាស្ត្រស្រាវជ្រាវយើងតិចមកដល់ការស្រាវជ្រាវនេះបានដើរទៅតាមគុណវិស័យហើយមានការធ្វើការសាកសួរដោយផ្ទាល់ជាមួយ target sample 20នាក់ទៀតទៅហើយទិន្នន័យដែលមកបានពីបែប semantic analysis នេះទៅសំខាន់ហើយទី3បែប defining តើគាត់ពី research ចង់រកឃើញនៅចំណុចសំខាន់នេះខ្លះនិយាយបែបពីទី5ហើយទី4យើងសន្និដ្ឋានឲ្យគេយកអនុវត្តចឹងយើងសន្និដ្ឋានទៅហើយគួរតែយកទៅអនុវត្តទៅអីប្រវត្តិទៅធ្វើទៅចឹង abstract keyword មួយហ្នឹងដល់ពីបំណងនៃការសេរបស់យើងឬសារៈសំខាន់ទៅរបស់ទីទៅទី2ប្រាប់ពីវិធីសាស្ត្រស្រាវជ្រាវយើងដល់ទៅណាទី3សំខាន់ទៅលើអ្វីដែលយើងរកឃើញជាពិសេសទាក់ទងទៅនឹង IBDP ច្រើនតិចទី4យើងសន្និដ្ឋានតិចទៅឥឡូវរឿង literature review តែទៅរឿងបណ្ដាលឲ្យសិក្សាហើយយើងត្រូវយកមកសិក្សាបន្ទាប់តែយើងអានទស្សន័យយើងទៅសេអីហើយរកការសិក្សាស្រាវជ្រាវតែមកតែពាក់ព័ន្ធរឿងយើងមកពាក់ព័ន្ធនឹងបរិបទនៃការ research អូចុងក្រោយយើងសេទ្រឹស្ដីបង្កើត model មួយបែបខ្លួនយើងគេប្រើពាក្យ model ឬក៏ theoretical framework ឬ conceptual framework នឹងឈានទៅបង្កើតសម្បត្តិកម្ម hypothesis ជាចឹងដំបូងយើងរកទ្រឹស្ដីការដែលគេសេពាក់ព័ន្ធនឹងបរិបទទូទៅឧបមាយើងសេពី green marketing យើងអ្នកណាសេពី marketing ទូទៅសិនសេពី marketing យកមកណាសេពីជ្រាបនៃ green marketing ដើម្បីពេញចិត្តអតិថិជនអីទៅទីអចឹងយើងនិយាយពីរឿង marketing ទូទៅសិនទៅតមកបានយើងរំលេចទៅដល់ green marketing ហើយចុងក្រោយបន្តមកទៀតបានយើងឈានទៅបង្កើត framework បែបការសិក្សាបង្កើត hypothesis យ៉ាងយើងសិក្សាយើងថា model research framework នេះជា outline ពី research outline នៃ literature សំខាន់ចុងដំបូងនាំទៅបង្កើត framework សិនឬក៏យើងរៀបចំ content និយាយសាមញ្ញហ្នឹងអានទ្រឹស្ដីឲ្យច្រើនទៅយើងគិតថាគោលគំនិតសំខាន់នៃទ្រឹស្ដីដែលយើងបាន review 20-30 អត្ថបទស្ដីដែលសំខាន់ឧទាហរណ៍យើងនិយាយពីយុទ្ធសាស្ត្រពង្រីកទីផ្សារចឹងតើយើងអានទ្រឹស្ដីទៅដល់មាន3សំខាន់ស្វែងរកទីតាំងភូមិសាស្ត្រថ្មីៗនេះគឺពង្រីកទីផ្សារណែនាំអតិថិជនចាស់ឲ្យចេញប្រើផលិតផលថ្មីឬទៅជាមួយផលិតផលថ្មីដែលស្វែងរកអតិថិជនថ្មី
គេថា relevant study នេះគាត់គូលើកឡើងនេះមិនចឹងទី3 general សិនមកទីទូទៅហើយបន្តមកអត់ពាក់ព័ន្ធរឿងយើងខ្លាំងហ្មងមួយ general មួយគឺនៅបាល់បត់នេះស្អីសំខាន់នឹងអីឬពង្រីកទីផ្សារអាជីវកម្មកាហ្វេវិញនិយាយទិសដីទូទៅណាពង្រីកទីផ្សារមានន័យណាមកពង្រីកទីផ្សារទឹកអីយ៉ាងពន្យល់ឬកត្តាមួយមកមានពីតមកយើងមានណាគឺសិក្សាកាហ្វេយុទ្ធសាស្ត្រពង្រីកទីផ្សារកាហ្វេនៅណាគឺធ្វើទៅនៅប្រទេស developing country គេរកឃើញចេះដើម្បីពង្រីកទីផ្សារកាហ្វេនៅប្រទេស developing country ការពង្រីកទីផ្សារទៅធ្វើទៅទីការស្អី outline នៃ literature ហើយយើងអានទ្រឹស្ដីច្រើនណាទៅក៏យើងឈានទៅបង្កើតសម្បត្តិកម្មនិងបង្កើត framework ចឹងការមុនណា model ឬអីគេដាក់កន្លែង research method តាមអ្នក research ហ្នឹងណាមិនមែនទៅអា model theoretical framework ហ្នឹងគេដាក់នៅកន្លែង literature review នៅខាងក្រៅទៅចឹងអានទ្រឹស្ដីឲ្យអស់បានយើងបង្កើតទៅជា model មួយនឹងមាន IV ទៅនឹងទៅ DV ហ្នឹងចឹង model ក៏ concept framework គឺយើងសេដាក់នៅក្នុងកន្លែងចំពោះ literature review នៅពេលដែលសេទ្រឹស្ដីផ្នែកទី1ផ្នែកទី2ផ្នែកទី3ចុងក្រោយមាន model មួយបើគ្រូវិញមាន model ហ្នឹងហើយឲ្យមានបង្កើនសមត្ថកម្មជានឹង hypothesis អានោះគ្រូរៀនតែអំពីនឹង model ហ្នឹងចឹងនេះជា outline ទូទៅនៃការសេទ្រឹស្ដីនៃការសេទ្រឹស្ដីចឹងបានតែលើកទឹកចិត្តណាឲ្យយើងអត្ថបទស្រាវជ្រាវដែលគេសេព្រោះអានោះវា specific ទៅលើធាតុបទបើយើងយកចេញពី textbook វាច្រើនជាទូទៅឧបមាថាយើងយកទៅ marketing ច្រើនពីទូទៅអាហ្នឹងអត់ដែលវាចូលជំហានទី2យើងនេះប៉ុន្តែជួនកាលអ្នកខ្លះគាត់សេពី marketing ទឹកពេទ្យទឹកកាហ្វេមួយទៀតគាត់សេពី marketing រឿងថ្នាំពេទ្យមួយទៀតគាត់សេពី marketing រឿងថ្នាំទៀតជួនកាលរឿងថ្នាំលាបជាងថ្នាំអីដែលក្រុមហ៊ុនសុខេរឿងមួយបាក់គាត់រឿងមួយផ្សេងមួយទៀតអ្នកខ្លះសេពី marketing រឿងថ្នាំពេទ្យអាចផ្សេងវាមិនខុសគ្នាឆ្ងាយប៉ុន្តែវាខុសគ្នាចុះដល់យើងរកអ្នកណាសិក្សាពីថ្នាំលាបផ្សេង marketing green marketing ថ្នាំជាអ្នកណាក៏ដែលសេពី green marketing ថ្នាំពេទ្យចុះដល់វាចូល research context ចុះបើយើងមើលអត្ថបទស្រាវជ្រាវអត្ថបទនេះគេលើកប៉ុន្តែបើយើងមើល textbook គឺច្រើនជា general យើងការសេជាទូទៅតែអត្ថបទស្រាវជ្រាវដូចគូច្រើនលើកទឹកចិត្តថាយើងស្រួលណាស់ឲ្យ scholar ឲ្យទៅហើយណាមកអត្ថបទស្រាវជ្រាវវាខ្លីយើងស្រួលអានហើយអត្ថបទខ្លះអានតែអត្ថបទហ្នឹងស្មើអានសភៅ3 4ក្បាលហើយវា specific ទៅនឹងសាច់រឿងរបស់យើងទៀតវាស្ថិតណាដែលលើកយកមកទូទៅចំគឺលទ្ធផលមួយចាអត់ទីស្ដីទូទៅចឹងណាចាំមកពុកលើកទឹកចិត្តឲ្យគ្នាយើងរកអត្ថបទស្រាវជ្រាវអានបានច្រើននេះគ្រូលើកជាទីហោលើកពីមិញទៅចឹងសេចទ្រឹស្ដីដំបូងយើងរកចំណិតរក framework ជាទាក់ទងពីរបបយើងសិនទៅពីគ្រូដកស្រង់ពីអ្នកអូម៉ាដាមានប្រធានបទមួយចង់គ្រូមិនឲ្យនិស្សិត master យើងនៅតែយកដល់ចង់ជាប់ខ្លួនកិច្ចការ research បានជួយ
ចឹងយើងនិយាយពី concept ទូទៅនៃប្រធានបទយើងនឹងមកហើយយើងព្យាយាមរកអត្ថបទដែលគេបោះពុម្ពទាក់ទងទៅនឹង academic publishing ឯនោះបានច្រើនព្រោះយើងស្ដេចយើងចង់ធ្វើម៉េចឲ្យនិស្សិតរៀន master ទៅងាកទៅរក research ឲ្យបានច្រើនហើយ engage ខ្លួនភ្ជាប់ខ្លួនទៅលើសកម្មភាព research បានច្រើនចឹងមុនដំបូងយើងដើររកអត្ថបទដែលគេបោះពុម្ពល្បីមកទៅក្នុងទស្សនាវដ្ដីដូចជាScoopers តែនៅវាបាក់អត់តទិញ Immoral នឹងហើយតែយើងយកអត្ថបទណាដែលមើលទៅឃើញតាក់ទាញយើងយកមកព្រោះយើងឲ្យទៅរកអា high quality high standard ពេលវាតម្រូវឲ្យយើងទិញតែយើងផាត់ដែរចឹងយើងមានប្រធានបទចឹងហើយយើងដើររកអត្ថបទដែលប្រភពហើយតមកយើងចាប់ដើមសិក្សាដែលពាក់ព័ន្ធនឹងនៃទូទៅ general context ចឹងយើងនៃទូទៅយើងអីណែចឹងយើងរកថាមានអត្ថបទស្រាវជ្រាវណាដែលគេសេនៅប្រទេសរីកចម្រើនថាដូចជានៅអាមេរិកនៅបារាំងនៅអូស្ត្រាលីអីហ្នឹងគេមានសេទេថាដើម្បីឲ្យនិស្សិត master ចង់ research គេសិក្សាលើអីខ្លះគេរកឃើញថាម៉េចដើម្បី motivate និស្សិតនឹងឲ្យចង់ research ចឹងណានឹង relevant ណាបន្តមកគឺនិយាយពីប្រទេសកំពុងអភិវឌ្ឍម្ដង research engagement or academic in the developing nation ម្ដងចឹងយើងលើកប្រទេសកំពុងអភិវឌ្ឍផងប្រទេសអភិវឌ្ឍមកព្រៀបធៀបគ្នាអានឹងយើងសិក្សាទូទៅបន្ទាប់មកចូលសាច់រឿងយើងណាទី3ចឹង relevant study in your research context ចឹង research context យើងលើកអី research engagement master NUM ចឹងយើងយកតែនិស្សិត master ហើយសិក្សាទៅនៅ NUM ហើយសិក្សាទៅនៅ Cambodia ហើយសិក្សាទៅ research engagement ទេចឹងយើងយកមកមើលថាតើនៅ NUM មានអាណា research នឹងនៅដូចជាមិនទាន់មានទេចឹងយើងអាចជាមនុស្សទី1ដែលសេនៅលើពិភពលោកមានណាទាន់សេមានតែយើងទេចឹងយើងតើមានអ្នកណាមានទ្រឹស្ដីទៅស្រុកខ្មែរណាគេសេខ្លះទេអំពីការសិក្សា Master Degree Academic Research Engage ដែលអត់ទាន់ឃើញមានទេចឹងយើងរំលឹកឲ្យឃើញអាហ្នឹងជាចង់បង្ហាញប្រាប់គេថាយើង research នេះដោយសារ NUM អត់ទាន់មាន research ទេនេះហើយបើមាន research យើងលើកតិចមកពេលគេ research ដែរតែ research តាំងពី2022ឥឡូវយើង research 2026ចេះនេះហើយបន្ទាប់ពីយើងរំលឹកទស្សនៈអស់តើយើងមានឃើញថាមានចំណុចខ្វះខាតណាដែលគេមិនទាន់គ្រប់គ្រាន់គេ research gap ហើយយើងបំណងយើងចង់ research បន្ថែមលើស្អីដែលគេអត់ទាន់មានឧទាហរណ៍ថាគេចង់ឲ្យនិស្សិត master ធ្វើការ research គេរកឃើញច្រើនណាស់សិក្សាទៅលើអីសិក្សាទៅលើកត្តាឯកសារសិក្សាទៅលើកត្តាគ្រូដឹកនាំសិក្សាទៅលើកត្តាឆន្ទៈរបស់និស្សិតខ្លួនឯងក្នុងការចូលរួមសិក្សាពេលវេលាឃើញនៅ research ពីច្រើនទាំងប្រទេស develop country និង developing country ច្រើន research រកឃើញចឹងប៉ុន្តែគេភ្លេចគិតថាសកម្មភាពនៃការ research មួយគេអត់ទាន់មានអ្នកណាបញ្ជាក់ថាការលើកទឹកចិត្តពីក្រុមគ្រួសារពីប្រពន្ធពីស្វាមីណែចឹងយើងអាចសេចូលបានអាហ្នឹងហ្គេមជួនកាល research យើងពេលខ្លះអ្នកខ្លះវាយើងណានឹងតន់តន់មាននេះអីហ្នឹងគាត់អាច research បានណាគាត់អាច research ពីរឿងហ្នឹងបានគេអាហ្នឹងគេហៅ research gap
chứ nó research gap chứ nó cũng về class để class sẽ master dương sẽ bạn đòn năng tiết lâu nhá mình là dương cái research bạn tập vấn này thế trong on research master trong thua research cái research khơi tập buôn trong nói thế hay dương mơ khơi thân nè anh trong nói tim pram tim của môi tim bơ khi ở trong như nào họ khơi chân những khơi nhà nó chỉ kẹp nhưng bằng hai lịch cái khơi từ bùm nò với trong áo research master ở trường cảnh research kết lương cái ta ca motivate bịក្រុមគ្រួសារការ motivate ការលើកទឹកចិត្តពីកន្លែងការងារគាត់ឬថ្នាក់ដឹកនាំនៅកន្លែងគាត់ឃើញទេអ្នកខ្លះក្រុមគ្រួសារលើកទឹកចិត្តប៉ុន្តែមេអត់សូវលើកទឹកចិត្តឲ្យសុំច្បាប់អត់បានជាការបាត់អានោះទៅកម្លាំងហាបាញ់ដែរនេះយើងមកយាយឆ្លងបោះទៅរៀបបាយការឡើយពុទ្ធរាជមកយាយចាប់បានទេយាយអត់អីនៅលើគ្រូឯនេះចឹងអត់អីណាអត់អីបាទគ្រូបាទនៅលើគ្រូលើគ្រូលើចឹងនេះទីឧទាហរណ៍មួយនៃ literature review មាន step ដើរពេលជាអនុវត្តស្រាវយើងស្អីយើងអាច follow step ទៅបានច្រើនណាចឹងមួយទៀតយើងត្រូវយល់របៀបរៀប literature review វាជា matrix អានេះគេឲ្យយើងរៀបតារាងយើងអានអត្ថបទអីមួយយើងដកស្រង់ចេញពីអត្ថបទនោះមួយមកតាំងពីឈ្មោះដល់និពន្ធទាំងឆ្នាំខ្លឹមសារគាត់សេផ្ដោតទៅអីគាត់ research លើវិធីសាស្ត្រអីអានេះគេថា matrix នេះដូចរៀបទៅណាចឹងពុំមកយើងអានអត្ថបទមួយរបស់លោកគ្រូចឹងណាពុំមកគ្រូសេឆ្នាំ2003គាត់ជិះឈ្មោះនៅគុណវិស្នាពងគាត់អត្ថបទគាត់2025ថ្មីជ្រើហ្មងណាហើយចំណងជើងគាត់សេអំពី green marketing នៅក្នុងសាកលវិទ្យាល័យហើយសង្ខេបអត្ថបទរបស់គ្រូណាហើយឃើញគាត់សេហ្នឹងគឺមានបញ្ហា research problem ដូចចេះគឺថាគឺសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញនៅកម្ពុជាហាក់ដូចជាធ្វើ marketing ខ្លាំងហើយមានទំនោរគិតប្រាក់ចំណេញជាងគិតទៅកតាំង green មានន័យថាព្រោះមិនឲ្យតបាននិស្សិតចូលរៀនហើយឲ្យបានចំណេញនឹងពេលខ្លះបាត់នៅឲ្យ green មួយចំនួនការធ្វើ marketing បោះប្រមសិលធម៌នៃការធ្វើ marketing មួយនេះទៅអស់ណាដូចជាទៀតនោះរំលេច program អត់បាត់គូបាត់មានបញ្ហាអញ្ចឹងទៅมันក៏ជា green marketing នៅក្នុងគ្រឹះស្ថានរបស់សិក្សាហើយគោលបំណងគាត់ research ចង់បានអី research objective គាត់ចង់បានគឺសង្ខេបអញ្ចឹង focus គោលបំណងគាត់គឺនឹងឲ្យមាន sustainable នៃគ្រឹះស្ថាននៃសាកលវិទ្យាល័យនេះជាពិសេសសាកលវិទ្យាល័យឯកជន private sector គាត់ធ្វើ marketing ខ្លាំងជាគោលបំណងទៅវិញឲ្យ sustainable នៃ university របស់គាត់តាមរយៈការធ្វើ green marketing នេះបំណងចឹង research question គាត់ចោលទៅមកតើតាមសាកលវិទ្យាល័យនេះទេគូសិក្សានៅកត្តាឯកតាដើម្បីគូសិក្សារៀបចំយុទ្ធសាស្ត្រ green marketing បែបណាដើម្បីធានារាល់ភាពនៃសាកលវិទ្យាល័យបានធ្វើបែប research question បងពេលតូនគាត់តើមិនអញ្ចឹងគាត់សេហ្នឹងវិធីសាស្ត្រស្រាវជ្រាវគាត់ដើរផ្លូវណាឃើញទេហើយគាត់ប្រមូលទិន្នន័យធ្វើមិននេះហើយហើយ research design គាត់ប្រើគុណវិស័យឬប្រើបរិមាណវិស័យឬប្រើមិញពេសូហើយគាត់ research ហ្នឹងមានបង្ហាញពី population ទេតើចំនួនសាលានៅសាលាឯកជននៅស្រុកខ្មែរនោះវាប្រមាណមានកូនសិស្សប្រមាណកំពុងរៀននៅសាលាឯកជនព្រោះគាត់សេតែសាលាឯកជនទេ
គាត់មាន population ហើយអញ្ចឹងគាត់ជ្រើសរើស say ផលប៉ុន្មានអ្នកក្នុង population ទៅគាត់យើងស្រង់គាត់ទីហើយឥឡូវគាត់អត្ថបទហ្នឹងគាត់រកឃើញថាម៉េច finding គាត់ឃើញអីខ្លះ result គាត់ឃើញថាម៉េចយេចុះនេះសង្កត់ផ្លូវជា matrix ហើយ research មួយវាមាន limitation ហ្នឹង limitation អាហ្នឹងពេលយើងសេអាពីរនេះត្រូវមានណាអា limitation និង further research អាហ្នឹងគេសេដាក់ចំពោះចុងក្រោយនៃសារណាយើងចំពោះចុងក្រោយគឺចំពោះ conclusion and recommendation ចឹងនៅចំពោះហ្នឹងមាន4ចំណុចទី1 conclusion ទី2 recommendation ទី3 limitation ទី4 further research limitation សំដៅអ្វីជា constraint នៅក្នុងដំណើរ research តើយើង research ហ្នឹងវាជួបឧបសគ្គអីខ្លះអញ្ចឹងប្រាប់ឲ្យយើងអាននោះអត្ថបទរបស់គ្រូគាត់បង្ហាញ limitation គាត់ហ្នឹងខ្លះបង្ហាញខ្លះអត់បើបង្ហាញយើងសេចូលមកទៅ limitation គាត់ជួបឧបសគ្គដែរfurther research ចាំមើល research គាត់បានតែប៉ុណ្្នឹងឯងដល់គាត់មានយោបល់មិនទៀតគាត់មាន suggestion មិនទៀតដើម្បីឲ្យអ្នក research ក្រោយ research បន្ថែមឃើញទេអាហ្នឹងគេថា further research គឺយើងអ្នក research អ្នកប្រាប់គេថាតើ research យើងបានត្រឹមប៉ុណ្្នឹងទេតើយើងមាន suggestion ថាឲ្យអ្នកដទៃ research លើចំណុចអីខ្លះទៀតទៅលើអ្វីដែលយើងមានស្រាប់ការធ្វើនេះជា matrix literature គឺអានអត្ថបទមួយយើងសង្ខេបដាក់តិចតិចគឺនៅក្នុង Excel ក៏បានក្នុង Word ក៏បានអញ្ចឹងទៅហើយយើងបានដល់20អត្ថបទនេះគឺសង្ខេបបានអូអ្នកពុត10អត្ថបទនេះគាត់ជា matrix ហើយបើយើងធ្វើបានវាកាន់តែល្អហើយប៉ុន្តែឥឡូវសួរថាតើយើងធ្វើមិនសកម្មភាពត្រូវធ្វើសកម្មភាពទៅធ្វើយើង develop outline literature review ចឹងមានន័យថាយើងកំណត់ 4 key element of literature review អនុភាពស្ដាយមុនចឹងកំណត់ outline literature review គឺនិយាយថាគិត4ហ្នឹងសំខាន់គិតអីមិញក្នុង4សំខាន់មាន framework មាន general concept មានតកតងទៅនឹង research របស់យើងតកតង gap នេះតែយើងបាន4មិញ4ដែលយើងអាចមិញនេះវា4នេះទេ3 4នេះចឹងរបៀបដែលយើងធ្វើ literature review matrix ទីមួយយើងបង្ហាញពីសកម្មភាពថាសកម្មភាពយើងគឺរៀប outline แบบផ្សេង literature review ប៉ុន្តែ outline នេះតើយើងធ្វើម៉េចគេថា outline យើងគិត4សំខាន់ពីគោលលើក slide ហ្នឹងទៅទី1តើទៅ concept framework ទី2និយាយតើទៅ general context ទី3តើទៅនឹង context នៃការ research របស់យើងទី4យើងរក gap អីចឹងទៅនេះសកម្មភាពទី2យើងត្រូវអីរកទ្រឹស្ដីដែលពាក់ព័ន្ធរឿងយើងអ្នក research ណាដែលសិក្សាពាក់ព័ន្ធរឿងយើងអញ្ចឹងយើង search ទៅនាំគ្នាទៅ search តាម Google Scholar រកឲ្យអានហើយរកអាណាស្តៀងរបស់យើងហើយរកកន្លែង finding របស់គេទ្រឹស្ដីភាគច្រើនយកចេញពី finding របស់អ្នក research កន្លែង finding and discussion ហ្នឹង search បងឥឡូវ search លឿនទេយើងទូរស័ព្ទនៅដៃឆ្ងល់សួរហេងបកាមេ AI ហ្នឹងឥឡូវដូចបាត់រឿងកាហ្វេគ្រូស្នាកាហ្វេហេងបាទគ្រូពលពេលលោកគ្រូសិតលោកពលដល់អង្គគ្រូលោកពលដកលៀមមួយនេះឡើងឈឺដែរហ្នឹងព្រោះច្រើនអ្នកសេសារណាច្រើនតែ last minute ឲ្យគ្រូកែដល់ចឹងឈឺបណ្ដោយពួកយើងវគ្គក្រោយនេះវគ្គមុននេះខ្លះមិនតាន់សេបានអីហ្នឹងហើយម៉ោងនេះឲ្យគ្រូកែគេឡើង defend 3 ដងហើយខ្លួនឯងតាន់ទៅ collect data យ៉ាប់មកក៏វឹកហើយដឹងនិយាយថាម៉េច
អ្នកណាឲ្យគ្រូមើលទៅផ្សេងក៏វោសោហើយគេការពារចាប់3វាអើយភាច្រើនគាត់ចេះតែបដ ாய் លោកគ្រូដល់ពេលអញ្ចឹងម៉ាត់ទឹកទៅម៉ាត់ទឹកលឿនសឹងអីណាមានពេលទៅមើលបកទៅក្រោយគាត់វិញអស់មកចឹងសូមថ្នាក់យើងកុំអញ្ចឹងណាព្យាយាមធ្វើតិចទៅតែ1តែ2នេះវ៉ាកផយផហើយចឹងយើងព្យាយាមមកធ្វើម៉ាត្រីសកម្មភាពទី2យើងរកទស្សនវិជ្ជាដែលពាក់ព័ន្ធនោះមានន័យថារបៀបយើងធ្វើ download Google Scholar ដែលគ្រូប្រាប់អស់ហើយធ្វើអត្ថបទគេកន្លែង finding អានោះកន្លែង finding ហ្នឹងសិតជារបបកំហឹងបាក់គេថ្មីអាហ្នឹងហើយជា original source ដែលយើងអាចខូតយកមកស្អីបានតបមកយើងរកទស្សនវិជ្ជាណាចូលរឿងយើងច្រើនតិចហើយយើងដើររសិក្សាដែលពាក់ព័ន្ធហើយអានេះគ្រូប្រាប់ហើយរកទស្សនវិជ្ជាដែលពាក់ព័ន្ធណាពីផ្នែកផ្សេងមកឲ្យ save ទុកអីឲ្យបានត្រឹមត្រូវយកចេញពីប្រទេស developing country ខ្លះយកចេញពីប្រទេស develop country ខ្លះយកពីប្រទេសក្បែរខាងយើងខ្លះយកប្រទេសអាស៊ីខ្លះយកប្រទេសអឺរ៉ុបខ្លះយកខ្លះគឺគិតទាំងទ្វីបទៀតហ្នឹងហើយយកមកឲ្យ save ទុកកុំយកតែមកជ្រុងទស្សនវិជ្ជាខ្លះនៃយើងខ្លះមានតែ develop country ហើយយើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍចឹងយើងយកទៅទស្សនវិជ្ជាប្រទេសរីកចម្រើនមក apply ប្រទេសយើងគឺថាវាអត់ស៊ីទេវាស៊ីដែរតែវាអត់សូវបានច្រើនអញ្ចឹងយើងព្យាយាមមកទស្សនវិជ្ជាណាដែលជាប្រទេសកំពុងអភិវឌ្ឍដូចគ្នាដូចគ្រូលើកឧទាហរណ៍ឥឡូវលើកកម្ពស់និស្សិត master យើងឲ្យ research ហើយឲ្យស្តង់ដារទៅដូចអាមេរិកទៅដូចអីវាមិននោះប្រទេសគេ develop country យូរហើយប្រទេសគេអ្នករៀនសមត្ថភាពច្រើន focus ទៅលើរៀនមួយមុខពុទ្ធតើយើង developing country ទៅងើបពីសង្គ្រាមរៀនបងលុយខ្លួនឯងចឹងត្រូវបានលុយទៅធ្វើការងារបងទាំងសាលាផងជួយក្រុមគ្រួសារចឹងឲ្យទៅ research high quality ដូចគេព្រាមមានតបបាក់ទេគ្រប់នេះໄວអានោះចឹងយើងយកមកទស្សនវិជ្ជា develop country ដល់អាចទៅដល់មកស្រុកយើងពេលខ្លះវាអត់បន្លាញអើយចឹងយើងព្យាយាមរកប្រភពផ្សេងមកហើយរបៀបយើងធ្វើ download អត្ថបទមកយើង save បានត្រឹមត្រូវរួចបានយើងបង្កើតជា matrix សកម្មភាពមួយទៀតយើងបង្កើតជា literature review matrix ចឹងប្រើ Word ជួយយើងក៏បាន Excel ជួយយើងក៏បានដែររៀបតារាងទៅណាហើយសេទ្រឹស្ដីសូមចេញពីដូចជាឡៅចឹងរីជាឡៅចេញពី general ចេញពី broad sub ណាគេនិយាយទៅសិនហើយបានចូលសាច់រឿងយើងចឹងអានយមន័យស្អីហ្នឹងគេចាប់ដើមដំបូងទីឲ្យយមន័យអីចឹងទៅតោះបានចូលកណ្ដាលទីចូលសាច់រឿងយើងណាឧទាហរណ៍មាននិស្សិតមួយគាត់ផ្សេងពីលើកកម្ពស់គុណភាពសេវានៅក្នុងមន្ទីរពេទ្យនៅស្រុកខ្មែរចឹងដំបូងគាត់និយាយពី service industry វានិយាយពីសេវាកម្មសំខាន់មិនឧស្សាហកម្មសេវាកម្មសំខាន់មិនមានប្រយោជន៍មិនដល់សង្គមដល់សេដ្ឋកិច្ចលោកពីសេវាទូទៅហើយបានឲ្យចំណីសេវាស្អីទៅ service អីទៅចរិតលក្ខណៈនៃសេវាគេ general ឡាបន្ទាប់មកគាត់សម្រួលទៅដល់គុណភាពសេវាអ្វីទៅគុណភាពសេវាហើយធ្វើម៉េចឲ្យមានគុណភាពសេវាចឹងមានអ្នកនិពន្ធណារកឃើញថាគុណភាពសេវាគិតទៅអីគេដូចទស្សដីបារ៉ាសូរ៉ូម៉ាន់គាត់លើសើខ្វល់យកមកនិយាយបង្ហាញចឹងមកឃើញទេតមកគាត់លើកទៅអំពីរឿង customer satisfaction ស្អីទៅ customer satisfaction ហើយឲ្យយមន័យរកសម្ដីអ្នកនិពន្ធ5 6អ្នកមកអំពី customer satisfaction ហើយធ្វើម៉េចដើម្បីឲ្យគេពេញចិត្តដល់រកទស្សនវិជ្ជាមកជាពេលគេទូទៅទីហើយសម្រួលចុងក្រោយទំនាក់ទំនងរវាងគុណភាពសេវានិងការពេញចិត្តនៅក្នុងទីពេទ្យឃើញទេ
អានេះ ចឹងនៅក្នុងទីពេទ្យតើគុណភាពសេវាគេគិតទៅដើម្បីពេញចិត្តភ្ញៀវតើមានអ្នកណាដែលស្អីទេនៅលើពិភពលោកយើងនឹងគេអានោះស្រួលកាន់ទៅចូលនឹងយើងសេចក្ដីស្ដី literature ដែលយើងសូមរៀបរបៀបអញ្ចឹងរបៀបដូចជាឡើងចេញពី general narrow specific ចេញពី broad topic sub topic ហើយចូល specific របស់យើងនឹងសេទ្រឹស្ដីណាគេគួរនិយាយមិញហ្នឹងរបៀបអញ្ចឹងមកណាវា flow មកអញ្ចឹងមកហើយសេទ្រឹស្ដីចប់បានក្រោយគេបង្កើតជា model និងបង្កើតជាសមត្ថកម្មហើយគ្រូនឹងណែនាំបង្កើត clear សមត្ថកម្មសម្រាប់ក្រុមការងារនេះនេះរបៀបផ្សេងណាក្នុង hall ហើយនេះអីទេវាដែរទេនេះបានយើងរឿងប្រាក់តិចរឿងរបៀបផ្សេងទ្រឹស្ដីវាមានរបៀបផ្សេងច្រើនទីមួយយើងមើល topic គេមួយទៅយើង review យកគេថា systematic review ចឹងមានអ្នកណា research នឹងអានរបស់គេទៅយើងដកស្រង់សម្ដីរបស់គេមកក្នុងអាហ្នឹងគេ systematic review ដូចគ្រូលើកឧទាហរណ៍ជា research បានបង្ហាញថា Jordan review develop អីទៅគេអត់នេះគាត់អានអត្ថបទមួយទាំងមូលចឹងទៅគាត់ថាអ្នកសម្ដីនេះមានគេនិយាយលោកម៉ាកនិយាយ2009លោកហេង2022លោកដានេះ2017លើកអីចឹងចឹងគាត់ review នៅក្នុងអត្ថបទ topic នឹងមួយទាំងមូលគាត់អានទៅឃើញថាការសិក្សាគាត់បានបង្ហាញថាមាន challenge មួយចំនួនជាច្រើននេះគេអាហ្នឹងពិនិត្យមើល review ទៅលើប្រធានបទមួយទាំងមូលទៅលើអត្ថបទហ្នឹងដល់យើងទៅឃើញថាអ្នកនិពន្ធហ្នឹងគាត់រកឃើញតែចេះមួយទៅ study by study អានេះយើងស៊ីជំរឿទេអា study by study នេះ review របៀបប្រាប់តាំងពីវិធីសាស្ត្រស្រាវជ្រាវតិចទៀតដូចទៀតលោកនេះ2016បាន survey ក្នុង sample 100,000នាក់នេះនៃ academic នៅក្នុងប្រទេសអឺរ៉ុប11បានបញ្ជាក់ថាវាអានេះបញ្ជាក់តែឈ្មោះអ្នកនិពន្ធអីធម្មតាទេដាក់ឈ្មោះអ្នកនិពន្ធសោះក៏ដែរមានបញ្ជាក់ sample size ក៏បានរកឃើញថាយ៉ាងចឹងទៅវា improve ពិនិត្យ concept research ក្នុង as a person from 5 Australia University គាត់បានកំណត់ for category or research នេះអានេះគេថា study by study តែឃើញពីច្រើនទីច្រើនបើអស់នេះ systematic ឃើញអត្ថបទច្រើនប៉ុន្តែក៏មានអ្នកអត្ថបទហ្នឹងគាត់រំលេចអានេះឲ្យគេឃើញកាន់តែច្បាស់អាហ្នឹងគេថា review study by study គេនឹងមើលវិធីសាស្ត្រស្រាវជ្រាវរបស់គាត់សួរមនុស្សម្នាក់បានចេញលទ្ធផលអញ្ចឹងឃើញហ្នឹងមួយនេះរបៀបផ្សេងទ្រឹស្ដីអញ្ចឹងផ្សេងទ្រឹស្ដីបើយើង specific មានតែយើង brief យើងអានអត្ថបទស្រាវជ្រាវគេទៅមូលជាពិសេសយើងមើលកន្លែង result យើងមើលកន្លែង key finding របស់គេមកយើង brief នៃគេអូលោកនេះបានរកឃើញចេះដូចលោកហេងហ្នឹងគាត់គ្រូចូលចិត្តជួយពីគាត់ព្រោះគ្រូពេលខ្លះចូលពីគាត់ធ្វើ lecture អីទៅគាត់ចូលគ្រូចូលរួមស្ដាប់គាត់ដែរហើយគាត់សេស្រាវជ្រាវបានច្រើនលោកហេងហ្នឹង2023គាត់បានរកឃើញថាជាង 80% នៃនិស្សិតសាកលវិទ្យាល័យបានប្រើប្រាស់ smartphone សម្រាប់ online learning ទោះបីយ៉ាងណាគេគាត់មានបញ្ជាក់ទូលេខតិចចឹងទៅអានោះ brief នៃ brief មានន័យអានអត្ថបទបានលោកហេងមួយទៅមួយទៅយើង brief នៃគាត់ហើយមើលកន្លែងណាកន្លែង result របស់គាត់ key finding នឹងគេថាតែជា review ជាផ្នែកមួយយើងអាចស្អីបានហើយមួយទៀតដែលគ្រូប្រាប់អញ្ចឹង study by study អានោះគឺ review លម្អិតដាក់ទាំង sample size សួរអ្នកណាមនុស្សប្រមាណអ្នកកន្លែងណានេះប្រាប់លម្អិតបងពូ sample how many sample size សួរនៅកន្លែងណាប្រើវិធីសាស្ត្រអីប្រធានបទអីចុះអានោះស្អីទៀតនេះលើកឧទាហរណ៍ហើយប្រាប់ពី result ទៀតលោក
ហើយ2023បានធ្វើការស៊ើបវេទៅលើ1000និស្សិតហើយពីសាកលវិទ្យាល័យ35នៅកម្ពុជា35សាកលវិទ្យាល័យនៅកម្ពុជាអំពីឱកាសនិងឆលិននៅរៀនអនឡាញទាំងលទ្ធផលបង្ហាញថា80% នៃនិស្សិតសាកលវិទ្យាល័យគឺប្រើប្រាស់ smartphone គាត់បង្ហាញលម្អិត research សួរមនុស្សម៉ាលាសាកលវិទ្យាល័យម៉ាននៅកម្ពុជាហើយជាលទ្ធផលបង្ហាញឲ្យឃើញថាឃើញទេអាហ្នឹងរបៀបផ្សេងវាអត់ខុសទេយើងប្រើ brief review ខ្លះទៅប្រើ study by study ខ្លះទៅតិចតិចធ្វើឲ្យការ research យើងកាន់មានកាន់តែល្អនេះរបៀប say literature review ណារបៀប say literature review តែយើង brief នៃគេកន្លែង finding key finding result ក៏បានយើង detail review ដោយបង្ហាញទាំង method sample size ប្រាប់គេក៏បាន study by study នេះ say literature review ហើយរឿង reference ណា អូមើលទៅបានឯនោះហើយយើងអាចប្រើ ដឹងទេមនុស្សកាពីអី មុនយើងប្រើនេះណាហេយើងប្រើ Google Scholar ហើយប្រើសញ្ញាឲ្យអស់ណានេះអញ្ចឹងកាលមុនយើងប្រើអានេះឧបមាអ្នកខ្លះសេពី service quality customer service គាត់វាយ keyword នឹងចូលមក service quality and customer certification ចូលក្នុង Google enter មកបើយើងដាក់អញ្ចឹងវាបានរាប់លានរាប់ពាន់តែយើងបានឬយើងអាចប្រើសញ្ញាថ្មិញកដោចឯក៏បានប៉ុន្តែអានោះក៏លេខសឹកប្រើដែរព្រោះវានៅតែច្រើនអញ្ចឹងបានគ្រូណែនាំឲ្យប្រើតែប្រើ n សញ្ញាគាត់ណាថ្មិញកដោ keyword មក service quality n តែអក្សរធំហើយ customer certification ប្រើ n មានតែបានទាំងពីរមានតែយើងឲ្យ Google Scholar រកឲ្យយើងទាំងពីរទាំង service quality ផងទាំង customer ប្រាប់ Google Scholar ថាណែរកឲ្យខ្ញុំទាំងពីរហ្នឹងមកខ្ញុំចង់បានទាំងពីរហ្នឹងអត្ថបទណាដែលសេពាក់ព័ន្ធទៅរឿងពាក្យពីរហ្នឹងបើប្រើអយើងទាំងពីរហ្នឹងខ្ញុំចង់បានមួយទេចង់បាន service quality ឬក៏ customer service ឲ្យយើងហើយឬបើ not ពីរហ្នឹងយើងអត់ចង់បានមួយទេក៏ឲ្យយើងមួយណាក៏បានដែរតែយក offer A ហ្នឹងទៅចង់បានទាំងពីរហ្នឹងហើយ reference យើងទៅរកប្រភពថែមទៀតដែលគ្រូធ្លាប់ប្រាប់ហើយណាទៅរកកន្លែង citify និង relevance ហ្នឹងហើយបានអត្ថបទមួយហ្នឹងហើយយើងចុចកន្លែង citify ហ្នឹងទៅយើងបានថ្មីមកទៀតដែរ relevant អានោះយើងបានតមានណាពេលខ្លះយើងបានអត្ថបទតែមួយពីរព្រោះយើងចុចកន្លែង relevant ចុចកន្លែង citify នោះបានតយើងទៀតអញ្ចឹងនៅអត្ថបទអត់ជាច្បាស់ហើយអ្នកខ្លះគាត់ប្រើ advanced research នេះចុចសញ្ញា tray 3នេះចុចទៅមានពាក្យ advanced research ហើយយើងបែកពាក្យដូចអានេះដូច service quality and customer service វារកឲ្យយើងតែ advanced research ចុច tray 3ហ្នឹងទៅហើយមានពាក្យ advanced research យើងចុច advanced research ទៅវានឹងឲ្យនេះរបៀបរកតែគ្រូប្រើថាទី3នេះយកអស់អត្ថបទហើយជួនកាលយើងមើលអត្ថបទស្រាវជ្រាវមួយហ្នឹងវាជាក្រុម reference ប៉ុន្តែយើងឃើញនៃហ្នឹងបានអ្នកพูดហ្នឹងល្អប៉ុន្តែយើងគឺមិនរកប្រភពដើមគឺយើងមកមើលកន្លែង reference របស់អត្ថបទហ្នឹងហើយ copy reference នេះ copy reference ហ្នឹងទៅមូលទៅហើយយើងចូលក្នុង Google Scholar ឬ Google ទៅឲ្យគាត់រកឲ្យទៅមានន័យយើង copy reference របស់អ្នកនិពន្ធនឹងមួយមកហើយឲ្យ Google រកឲ្យទៅនេះបើយើងចង់បានប្រភពដើមពីគេពេលខ្លះគេពេលខ្លះឲ្យពេលខ្លះវាអត់ឲ្យទេនេះរបៀបរកណាអានោះដូចជាអស់គឺយើងឯងបាច់ព្រានទេ reference reference នៅក្នុង APA citing គូបានប្រាប់ឲ្យយើងសេទៅ last name មួយឆ្នាំទៀតណា citing ហើយ referencing យើងសេទាំងអស់គឺ 4W ចេ
ចាំឯគ្នាយើង for W មានអីខ្លះ series reference មានណាគេចាំ for W មានអីខ្លះ series reference ភ្លេចអស់ដូចដល់នៅលឺដែរគ្នាយើងនៅលឺដែរនៅលឺកូននៅលឺតែភ្លេចអស់ញោមទៅចូល Google Scholar មួយចឹងប្រតិរោអូមកគូបាយពាក្យនេះ food quality and customer satisfaction ដាក់ចឹងទៅវាមកចឹងយើងរបៀបរកទី1មើលឃើញដែរបាត់ឃើញលោកបាទចឹងកុំរកបាយអាទី1ទី2កាលណារកដោយអាទី1ទី2អូមកយើងប្រើថាបាយជាចាស់ and មិនអែទូមានរីយើងខ្លះចង់ស្អីពីគុណភាពម្ហូបដើម្បីពេញចិត្តភ្ញៀវនៅ in restaurant អីចឹងទៅឃើញឲ្យតន់ដាក់អញ្ចឹងទៅនៅពីរាប់មើលរាប់ខ្សែនៅមួយខ្សែ10000 1000ពីច្រើនchứ mình kia nói dương chân thì dương vậy nhà đi tới đó quân phiếp chỉ khi vợ mùi để vợ ê anh đi thôn từ mình khi vợ thì bí cứ một bình tiện tiền nhiều đã restaurant chọn trong máu mực vậy restaurant này luôn specific kháng phí và sợ ói nhưng vậy bắt đầu chứ bị ảo chứ nên như vậy AND thu được anh ấy cái sẽ tăng people pay về mà lo rồi anh ấy JP brand equity ấy đã bao nhiêu đi lại phụ được ấy ở mơ sign thích để ăn bọt đi mùi people đọc mùi đi ăn bọt đi mang giả ảo adapted of food safety quality standard by China Agricultural Cooperative. Say people đó. Còn đây có cái sai thiết bài biết vừa rồi quỷ. Chứ như chọn nó ta mới ăn được bọn nướng này. Để nó sai thiết là nhưng tạm hồ biết vừa rồi mua cái nông đặc bạc này lịch đó. Ban mua như ban vừa rồi mua thải. Hay xong bây giờ đi mua ban ha nó không tức là đăng như rồi hả? Vừa rồi mà phải mua lục cha đi. We the light effective supply chain quality measure on food firm performance. Đấy, còn ăn bón bắp con đi mua gì bị con nào mà bên sai thiết bị con mà đó phải mua. Anh ấy là việc nhưng đánh rồi. Related article này. Thà ta ăn bón nó bên nào cái xe bẹo con được lắm. Nó ra related article nó màu thì được. Nó còn đâu bây giờ. Xe bẹo con được nó mượn. Thế là việc đánh rồi. Advanced Scholar nhưng cho nhập tray 3 mà nè cho tray 3 nó mình bị Advanced Research nè cho tray 3 đằng máu mình Advanced Research đấy là việc rồi đấy quay trong nón chưa hiện châu tới mà là food quality đặc biệt thì ở viên thị tự mà là customer attraction nhưng trong bàn PP đang nói về load out I anywhere in article nhưng click đang click in the little or article then click trade in the little of the article click được không? Ở bên search ở mà miền này nó biết rồi nhưng quay làm sao đấy biết rồi có biến túp tắc này ở đây túp tắc này đã thấy nhỉ túp tắc này cái của advanced nó sơ đại mà nó khéo mấy cũng phải ta nô xù lỗ ta click lướt cũng click đây này vía nó họ rồi ta ăn bọt đó để xây chu với những đằng class chu biết rồi
chứ là bây giờ trong ép vào lúc nó bị ảo nó ảo đây là của bao tử lại bạn là mùi tiên tiện tông rương là của nó ăn bọt nam mùi mơ thì ăn bọt đi mùi còn đi đòn đầu bọt hay ăn bọt đi đi ai chụp non ấy là bấy á El Silver này là bấy á là cái bán cho nó lớn cứ người bán cho của kia review kháng á bỏ bán cho chắc bạn ăn tập bọt đang bán muối muối giờ đến cái áo dương tinh vậy dương tinh bài gì luôn rồi nó free thì chứ còn nên muối international thì ẩn tranh hay dương tạo nên lòng thế ẩn ở free ở dưới nha ấy đó bóng đôi ta mà khao ta mà dạy như thế này rồi đã free muối hay của đời tiền để biết sẽ đi phần rất tia lùi rồi còn mình sẽ nhà là download rồi ấy là cũng nay non chỉ từ đây đi sân series phần cứ dương pra APA style đó còn đây APA đó APA do bây giờ cái drop hẹp á lấy cho nào trộn vô tầm trai khơi của American Psychology Association anh chọn đăng hay bữa APA American Association of Psychological American Psychological Association như ăn được bọt mùi nữa nè mùi chẳng á và lâu xuống là lớn thà ta ăn được bọt nó khi sẽ APA style mấy khi sẽ bếp style mấy gì chuyện nhà sai nè nhà và tọt đi nè chuyện lại sai nè miền là biệt là sẽ miền MLA APA Chicago Harvard Vancouver miền là biệt sẽ tại sao lại những anh nhà lại ở APA style nè APA style chứ mà cái điều bạch fall của bạn này cũng lại những IC là này cũng biết chờ nó là biệt series friend còn đây như vậy APA style anh được nông ca dấu so sai ấn cứ bị chớn cái xe APA style nó cao rất rồi chia ngay nông dấu so sai ấn cái bờ APA style bị chớn APA là American Psychological Association mà cũng chân si American lớn biết xe APA nó như cứ qua những kết đó 4W nè C vô tranh bị sập hâu cái đây vô tranh bị ắt bọt sao chiều cái đây vô tranh bị cái sai tu sana đây xong đã tam trong yên đây kêu này nó mất 4W hay là nó đã muốn là nó đã to đó chứ đã thể chất đấy nè ti mũi hú ti pi vấn ti bay vót ti bay việt tụi bố đã chụp này để buôn muôn kê tụi máu đã cả bà chai ăn tụi bọt nâng chụp sai năm nè tụi máu đã chụp nó chứ ăn tụi bọt vót tụi máu đã về ăn tụi bọt đang vô trên vì cả lại ná đã ok chân sông đào lần luôn chạm kì rùm của sự khai bòi khu vân vọt về khu vân
វិនវត្តវាហើយបើយើងdownload ពី Google ក៏ online អីផ្សេងដែលអត់មានបោះពុំអត្ថបទហ្នឹងអត់មានបោះពុំណាទេវាគូដាក់ឈ្មោះនៅនិពន្ធទីនេះគូប្រាប់ពីផ្សេងទី2ឆ្នាំអត្ថបទរបស់ពុំឆ្នាំណាដាក់ចំណងជាហើយដោយសារឃើញអត្ថបទអត់បោះពុំណាទេយើងដល់ទៅបានយើងគេដាក់ retrieve បើយើង search ចេញពី internet ឯហ្នឹងយើងដាក់ retrieve ថ្ងៃហ្នឹងទី25 September 2025ខំមកមកហើយ copy មកផ្សាយដាក់មកអាហ្នឹងករណីអត្ថបទហ្នឹងយើង download ពី internet ហើយអត្ថបទហ្នឹងអត់មានបោះពុំក្នុងទស្សនាវដ្តីតាទេអញ្ចឹងយើងត្រូវដាក់នឹងបង្ហាញយ៉ាងគេអញ្ចឹងវាឲ្យអាហ្នឹងណាបើយកចេញពី journal ធ្វើដូចគ្នាគូបណ្ដេដាក់ឈ្មោះ journal ឈ្មោះអ្នកនិពន្ធហើយ say reference ណាឈ្មោះអ្នកនិពន្ធមាន2 say 2មាន3 say 3មាន5 say 5មាន10 say ឲ្យគាត់ទាំង10បើ say citation ឈ្មោះអ្នកនិពន្ធ1 say 1 say last name 2 say 2 last name បើលើកពី2គេប្រើ AO say តែឈ្មោះអ្នកដំបូងមុនហើយ AO អាហ្នឹងគូប្រាប់យកតែហ្នឹងប៉ុន្តែសម្រាប់ reference ឈ្មោះអ្នកនិពន្ធដាក់ទាំងអស់3នាក់ដាក់ឲ្យទាំងអស់មកលើកទឹកចិត្តគាត់ទី2 win date ទី3ចំណងជើងអត្ថបទទី4ឈ្មោះ journal ហើយឈ្មោះ journal គេធ្វើរបៀបចឹងដាក់ឈ្មោះទស្សនាវដ្តីហើយខមាដាក់ volume និង issue បើអត្ថបទនឹងមានបោះពុំ volume ទីម៉ាត់ issue ម៉ាត់ដាក់គេហើយដាក់របៀបផ្សេងចេះ volume ដាក់លេខក្រៅមុខកញ្ចក់ issue ដាក់លេខក្នុងមុខកញ្ចក់ผมមានអត្ថបទហ្នឹងគេ say volume 53 issue 6 say ចឹងមក say អក្សរ issue ចឹងមកហើយ6ប៉ុន្តែពេលយើងយកមក say វិញ APA version ទី7គេឲ្យ say របៀបនេះណាហើយចុងក្រោយនេះទំព័រជារបៀបផ្សេងទៀតគូប្រាក់តិចអានេះករណីយកចេញសភៅដូចគ្នាណាឈ្មោះនៃនិពន្ធសភៅនឹងបោះពុំឆ្នាំណាចំណងជើងសភៅហើយសភៅខ្លះមានចំណងជើង2ដាក់តែ2ចំណងជើងធំមួយចំណងចុច2មកចំណងជើងតូចហើយមួយទៀតរោងពុំសភៅផ្លេចអាវាហ្នឹងថាសភៅហ្នឹងបោះពុំនៅប្រទេសណារោងពុំឈ្មោះអីចឹងដាក់ឈ្មោះរោងពុំនៅទីក្រុងយូយ៉កអីទៅកសែតដូចគ្នាណាប៉ុន្តែកសែតអាកន្លែងកាលបច្ច័យគេឲ្យដាក់ថ្ងៃខែឆ្នាំអត្ថបទឧបរកសែតកោះសន្តិភាពអ្នកសេនឹងឈ្មោះអីហើយកសែតនឹងចុះនៅថ្ងៃខែឆ្នាំណាដាក់មកដាក់ថ្ងៃដាក់ខែដាក់ឆ្នាំហើយបន្ទាប់មកចំណងជើងអត្ថបទដែលយើងដកស្រង់អាហ្នឹងវត្តហើយវាដាក់ឈ្មោះកសែតនឹងឈ្មោះអីឧបមាហើយបោះពុំនៅរូបពុំណាបើមានបោះពុំរូបពុំណាដាក់ផងមើលឈ្មោះកសែតបើមានតែឈ្មោះកសែតនៃប្រទេសដាក់ទៅកម្ពុជាកោះសន្តិភាពអីចឹងទៅនេះរបៀបទៅ say reference ណាឥឡូវមើលអត្ថបទមួយនេះអត់មើលអាណាគេ download បានគូយក download បានអូនេះសិតលុយហ្នឹងយ៉ាប់មកនេះ download PDF ឥឡូវពេលយើងសេនេះអត្ថបទមួយបោះពុំមានរបៀបយកហើយចាំមើលហើយមិនពេលខ្លះលក់យើងអាចចូលយកបានទៀតណាដូរខំពីមើលបញ្ញាអាចបានអាចមាន sound ខ្លះៗយើងឆែកសិនអញ្ចឹងដើម្បីខាងខ្ញុំចំណេញពេលដែរអញ្ចឹងពេលឡើងសងមកបញ្ញាអាចខ្ញុំសូម sound
project ហើយខ្លះបាន យកតែថ្មី អាចយើងឆែកពីឥឡូ ហើយ វ ចង់បានឆ្នាំ ដើម្បី ថ្មីជួយ custom ពេលយើង brand ឡើងសមទៅយើងចំណេញ ក៏ បា បាន យើង ដែរ វាយ keyword ចឹងទៅហើយទៅខ្ញុំចង់បានអាណាទៅផ្សេងថ្មីជួយ customer អីទៅបាន2000ហើយ4ដល់2026ដាក់ចឹងហ្នឹងមានគេសេច្រើនណាស់នេះអញ្ចឹងមានន័យថាប្រធានបទនេះសម្បូរអ្នកសេណាគ្រូរក2024ដល់2029មាន20000អ្នក400ដែលសេនេះយើងមើលឃើញដែរឃើញទេ បើឃើញលោកគ្រូ ឃើញអញ្ចឹងយើងដាក់ឆ្នាំថ្មីអញ្ចឹងទៅព្រោះអត្ថប្រធានបទឡាសម្បូរអញ្ចឹងណាទៅខ្ញុំដាក់2025បងស្លបានមកដែរ2025ឲ្យ Google Scholar ឲ្យពី2025 2026ឃើញ10000ជាងទៀត16000បាទថ្មីแล้วกูเคลื่อนจากไอ้มือlấy những bạn xe á thì những người chúng ta tốt chi nhiều xe mà lớp PCนี่เรายังดาวน์โหลดเลยเรายังcopy hay gì លោកគ្រូចុចកន្លែង print ណាលោកគ្រូ print ណា បាទហើយបន្តមកកន្លែងខាងក្រោម more setting នេះលោកគ្រូចុចកន្លែង more setting នៅកន្លែងខាងក្រោមនេះមកយើងមាន save ជា PDF មកតែខាងលើលោកគ្រូខាងលើមកកន្លែង Adobe PDF Adobe ចុចវាមក lại nó destination ហ្នឹង បាទ ចុច save PDF បាទហើយចុច save ទៅមួយចោលទៅ នេះជូនមកគេ ទៅគូទៅចឹងណាមិននិយាយទៅចឹងណាមិនបាត់ឲ្យតជាងបាត់ហើយđể thôiយើង copy ឡើងហើយចុច extract ណាអង្កលទៅ ចង់ copy លោកគ្រូ screenshot វាហើយតមកចុចនេះលោកគ្រូ អត់ទេចាំមើលគូឲ្យខាតទៅគូធ្វើនេះមួយសិនគូបោកតាច់មួយសិនព្រោះអត្ថបទហ្នឹងងាយៗទីលោកគ្រូ save file PDF ចូល file browser ទៅវិញបាត់ហើយ បាទដាក់លោកគ្រូដាក់ចូល Adobe Acrobat មកចូល edit ឥឡូវឧទាហរណ៍យើងសេreference ណាគឺមួយយើងគិតសេ reference មើលឃើញអីណា បើឃើញលោកគ្រូ ឃើញ reference ដំបូងយើងដាក់ឈ្មោះនៃប្រព័ន្ធវិញតែប្រព័ន្ធនេះមាន5អ្នក1 2 3 4 5
ចឹងយើងទៅដាក់ឈ្មោះគាត់ទៅ6ណាដាក់ឈ្មោះគាត់ហើយផ្សេងឈ្មោះនៃប្រពន្ធមកឈ្មោះគាត់ចឹងគាត់មាន first name middle name last name ពេលសេឈ្មោះមកឈ្មោះគាត់គង់យកទៅពីមកដាក់ចោលឈ្មោះនេះមួយទៀតចោលចឹងអត្ថបទហ្នឹងដល់ពុកឆ្នាំ2022ឈ្មោះគាត់ពេលសេយើងសេតែ last name នេះណាយើងសេតែ last name នេះឯងទៅតាពីយកជិលនេះឈ្មោះ5ដាក់5អញ្ចឹងអា first name middle name គេប្រើតែអក្សរដើមទីនេះហើយយកអក្សរធំនឹងមកយកសេអក្សរពេជ្រចេញសេ last name ខាងម៉ាចេះហើយអាមិនណាគេសេ A ចុចហើយមួយយ៉ាតចុចណាសេពីអញ្ចឹងហើយក៏មិនចេញទៅហើយឈ្មោះនេះMusafa Obaisatសេតាសាតអ៊ីនណាMusta សេអោចុច Obay សេអូចុចជាលោកចេញទៅតួនេះគេតួនេះតែឆ្នាំចាំមកអត្ថបទរបស់បងឆ្នាំ2000អញ្ចឹង series friend ផ្លេចគិត W 4W ណាផ្លេចពូទី1ពូអីទៀតគ្នាយើងពូអីទៀតវ៉ានលោកគ្រូហ៎វ៉ានតបមកវ៉ាត់ហ៎វាទៅឈ្មោះនៃពុនហើយឆ្នាំហើយវិននៅវត្តពីចំណងជើងអត្ថបទនេះឆ្នាំ2022យើងមើលទៅនេះចំណងជើងកូពីមកពីលើចំណងជើងយើងប្រើ reference ណារូបណាយើងប្រើ APA version tipple ចុះព្រោះទេ version tipple ចំណងជើងគេសេចេះចំណងជើងគេសេអក្សរធំតែក្បាលនេះមួយទេ determination for farmer decision to participate in nature ហើយមានចំណងជើងទូទៀតand empirical study of data economic អញ្ចឹងគេសេធំដល់នេះមួយទេអញ្ចឹងកែមកពីផាតដល់ farmer សេអក្សរទូចមកវិញមក decision នេះដាក់ D តូចមកអានេះ P តូចវិញមកណាលើកលែងតែឈ្មោះប្រទេសអាហ្នឹងឈ្មោះទីតាំងអីជាឈ្មោះអីអាហ្នឹងសោះលោកគ្រូស្រឡាញ់អ្វីដែលយើងចង់កែទាំងអស់ហ្នឹងមកចុចនៅកន្លែងអក្សរ A ឆ្លាញ់ណាស់ចុចលេខណាហេណាលោកកាយខ្លីហ៎បាទឧទាហរណ៍ចឹងមកលោកគ្រូចូលទៅមើលកន្លែង font ហ្នឹងកន្លែង font ហ្នឹងវាមាន A2 font នេះហ៎បាទមាន A2 នៅខាងស្ដាំ A ជាប់គ្នា2ណា A ជាប់2ខាងស្ដាំលោកគ្រូខាងស្ដាំអត់មាននៅក្នុងហ្នឹងទេវានៅកន្លែង A នោះវាមាន font មានលេខ18មាន A តូច A ធំហើយទាំង A2 ជាប់គ្នានៅខាងលើមិនមែននៅក្នុងហ្នឹងឯហ្វុងនេះចាខាងស្ដាំលោកគ្រូចង់ហ្វុងមួយស្ដាំនេះនោះមាន A2 ដងបាទចូលហ្នឹងហើយលោកយកពី low មក K អូ
cái gì này anh ấy anh áo tia gió thùng của bờ sân chỗ có nhất chúng đi dùng đặt chơi cho một thực trắng chúng nó chơi cái pi đã được pi phần này là gió thùng tà đi mùi thế hay chúng nó chơi tôi tờ theo đó là gió tôi bây giờ chơi trắng gì đi sao vẫn háo qua đây nó về vì ăn được bọt nó bọt cũng nữa nè thì chúng về này trước copy mới bị áo này acro lim hay tụ bò này copy mất độ trước bị áo này bị bó được nó acro forum này nè đi bò lim mà đi lấy issue lim sẽ đi series friend là một tiêu mùi tiền trọng mà đã hay các mạng đi chọn mà đã đi còn hay buồn đi in mà cái tình hình tàu tiêu chúng nó chúng ấy mà đã cũng lưu tiêu là chúng nó mà tình hình đó là cái miền mình đấy ông mà đang trong con bóc trong tu sửa nào đây nó lên ăn bón nó đặt vô lim về để lát xây vô lim trong nó volume B I mean issue je issue 3 I mean hay đã che tiền ăn bỏ là sẽ chắc á bởi đó buồn trước bây giờ sẽ ăn cục pin thái đó cục pin thì ăn chúng nó chắc là lại vô lên những này đó lấy volume nó thẳng khéo cho volume vì sẽ vì hay là issue nó cũng cho đi bay dễ chơi đấyมันcũng bị hại còn má bạn nhớ thầy bay đó thầy muốn chơi mặc dù thì tất cũng bị hại cho được một đấy là cơ sở chung thì chúng ta vô lim là làm khéo cho issue nó cũng bắt đầu tiếp xây tiêu tin rõ mà chân ta trong khi cho họ ta mà cái cho ta mà vì cho họ cho tiền phải làm còn thấy nhẹ hay trong non chiên màu thì chân ta được đấy còn nói là xây chân á là việc xây reference API start xây chân cái bả trăm bài reference chứ bài phở tre phở lây chứ phở update đi nè là khơi chứ cái bả mơ một phút mơ reference á chân nhưng thư mấy riêng tam alphabet để chúng muốn là đi cuốn họ đã thời riêng tam alphabet chúng muốn là đi cuốn á cái những xây chân cái copy thằng on ấy nè copy thằng on nó châu là gì nhá e đa giật đi nó riêng tam alphabet cho này được cuốn thì cho nhận thằng máu hay bên essence đi ngay nó vì e mà giật ấy vì cho ở dương xẹp ở dương còn cho ok vào chứ vì load ở dương này a b omada OS tức tao lùng đọc ở gì đầu tiên là gì do S đang từ lưu với copy máu là cho nó là gì do sân tiên nâng sẽ hỏi cho ok chứ việc đồ ở gì thế mình ăn lên lứa là sọc hay nó khổ tim mùi cái việc series toàn đấy là toàn đấy ở đây tò mò dương ấp bạch phở lấy mùi hộp lấy mùi Abdullah lấy pi Raja lấy bay xong thế với bạch phở lấy tre tìm cái số mới người nhìn lấy tấm áo đúng không tấm mấy cái số mới lấy tấm áo nó cứ cho paragraph riêng
យកប៉ារ៉ាយកពាក្យអារួចចុះក៏ទួយមានលេចដល់មកហើយយកពាក្យអា special នេះ special នេះយក head ching តែយ៉ាងលេចពាក្យ head ching មក head ching នេះណា special ចុះលេចពាក្យ head ching ហើយយក0អាបាយ 0.5 ដល់វាឲ្យ 0.5 ហើយយើងយកទៅប៉ុណ្្នឹងចុះហើយចុច OK ទៅនេះវាចូលឲ្យយើងចេះវាចូលបន្ថែមឲ្យយើងអូតូតិចវាស្រួលមើលទេអ្នកនពុនបើមើលទៅអស A អ្នកនពុននេះស O អ្នកនពុនចម្រើនហ្នឹងណាកំពើលេខកំពើត្រីកំពើចូលចឹងហើយចូលរបៀបចុច paragraph ឲ្យសញ្ញាតែយើងคลิกវាសិនយើងคลิกវាចឹងទៅហើយចុចកន្លែង paragraph វាសញ្ញាមួយចុចមកឃើញទេអា like special ដែលមានពាក្យ head change ហើយយកឲ្យបាយនេះ0.5ទៅវាឲ្យសាបាយអូខេលេខវាច្រើនយកទៅ0.5 stop តាហើយចុចអូខេទៅយកឲ្យចឹងនេះស្រួលមើលខ្ញុំឃើញយើងកែណាស្លាមនិយាយ APS វិញ APS ទៅតែយើងបានអាប់ដេតទីក៏ល្អដែរអីទៅលោកស្លាកឃើញដាក់ដូចទៅតែយកដាក់សិចកាត់ចុងមួយណាតែតិចចុងមួយនេះពីចូលពីអីយើងមើលចឹងយើង download អត្ថបទ save ក៏ទុកសិនទៅគេថាជា wall house ជាឃ្លាំងមួយទុក article យើងមកច្រើនមកហើយយើង script អត្ថបទមួយតិចសិនទៅតបមកយើងរៀបចំ frame រៀបចំអីអូខេប៉ុណ្ណឹងចាស់ម៉ោង 8 ហើយលោកនេះយើងហៅបាយទឹកក្រោយក្នុងតាណាយើងណាអត់ទៅក្រោយក្នុងឆ្នាំម៉េចលោកគ្រូមិនលីអត់ទៅក្រោយយើងចូលក្នុងឆ្នាំវិញហើយលោកគ្រូដល់ក្នុងឆ្នាំវិញបាទនិយាយមិនលីរត់ទៅ restaurant ឯងមើលទៅអត់កិច្ចយ៉ាងខានយូរលោកគ្រូខានយូរក្រោយអាអីអរគុណលោកគ្រូរៀនគេថាតែមកម្ដងលោកគ្រូហើយចាំថ្ងៃណាទៅនឹងម្ដងដល់សេដល់ introduction ឲ្យចេញសិនមកអានគិតចាំសេដល់ហើយទៅអរគុណច្រើនបាយឆ្ងាញ់ដល់អរគុណបាទអរគុណបាទ